បាទជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះគឺបានចុះមកដល់ទឹកដីនៃកំពង់ធំបាទគឺកំឡុងដុំសមុទ្រចន្ទទីបាទនៃខេត្តកំពង់ធំនេះគឺជាខេត្តដែលដំណាំចន្ទទីដែលច្រើនជាងគេនៃប្រទេសខ្មែរយើងហើយទឹកដីនៅនេះគេហៅកំពង់អំបិលបាទអញ្ចឹងគឺតំបន់មួយដែលពុកម៉ែបងប្អូនបាទដាំដុះដំណាំចន្ទទីច្រើនហើយក៏ជួបបញ្ហាច្រើនដែរបាទមានចន្ទទីតែយកលុយពីចន្ទទីអត់បានហើយយកលុយមកបោះជាមួយចោលជាមួយចន្ទទីច្រើនរហូតដល់អ្នកខ្លះសម្រេចចិត្តកាប់ដើមចន្ទទីចោលបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ចែកនៅកលឹះដល់ល្អខ្លះសម្រាប់ពុកម៉ែបងប្អូនបាទហើយជាកម្លាំងចិត្តដល់ពុកម៉ែបងប្អូនឲ្យពុកម៉ែបងប្អូនបាទថែទាំចន្ទទីដើម្បីយកផលទាំងអស់គ្នាបាទអញ្ចឹងដូចនៅចការដែលខ្ញុំកំពុងតែចុះមកនេះបាទគឺជាចំការមួយដែលគាត់បានទៅរៀននៅវគ្គចន្ទទីបាទដ៏ពិសេសមួយហើយចការនេះអត់ច្រើនទេបាទតែគាត់ចំណាយទាំងថវិកាចំណាយទាំងកម្លាំងពលកម្មពេលវេលាបាទទៅសម្រាកនៅទីក្រុងភ្នំពេញបាទរហូតទៅដល់បាទ2យប់ឯណោះដើម្បីធ្វើយ៉ាងម៉េចឲ្យចន្ទទីហ្នឹងវាបានផលអញ្ចឹងអ្វីដែលគាត់បានទទួលបានមកហើយខ្ញុំសង្ឃឹមថាឆ្នាំនេះបាទខ្ញុំផ្ទាល់ជាមួយនឹងគាត់គឺយើងនឹងធ្វើចន្ទទីដែលឃើញតម្រង់ដើមនៅទីនេះបាទដើមដែលខ្ញុំចុះមកដល់ផ្ទាល់នេះគឺឃើញថាបាទសភាពដើមគឺមិនជាល្អណាស់ណាទេបាទដោយសារគាត់ដាំញឹកហើយពីតូចហ្នឹងគឺគាត់បានលះបាទដើមធ្វើមិនកុំឲ្យដល់គ្នាអញ្ចឹងវាធ្វើឲ្យដើមនឹងរាវទៅលើបាទតម្រង់ស្លឹកទៅលើនោះគឺតិចតួចទេបាទមានន័យថាវាមិនបានបែកមែកសាខាតម្រង់ជា M23 ដែលគេហៅថារង្វង់ឆាត់ហ្នឹងគឺมันជារង្វង់ឆាត់ទេតែបាទសភាពដើមរបស់គាត់គឺมันមានការដែលងាប់ចុងឬក៏បែកប្រេះសម្បកហៀជ័យទេហើយដីរបស់គាត់គឺដីដែលសមស្របជាមួយនឹងដំណាំចន្ទទីបាទឥឡូវនេះគឺអ្វីដែលមុននឹងគាត់ទៅជួបខ្ញុំហើយខ្ញុំបានមកដល់ចការគាត់នេះហើយក៏បានជួបទៅជែកគ្នានេះគឺគាត់បានដាក់ជីបាទដោយសារតែគាត់យល់ថាចន្ទទីថ្លៃចន្ទទីដែលមានតម្លៃល្អទីផ្សារក៏ល្អធ្វើយ៉ាងម៉េចឲ្យចន្ទទីហ្នឹងគឺវាបានលាស់ត្រួយល្អលក់ត្រួយច្រើនដើម្បីបាននៅទិន្នផលខ្ពស់តែផ្ទុយទៅវិញអ្វីដែលគាត់រំពឹងអ្វីដែលគាត់នឹកគិតនោះគឺវាបែរទៅជាដាក់ជីតាំងពីខែប្រាំងដើមមកដៅភ្លៀងមកភ្លៀងកញ្ជុំឡើងមិនចេះតិចមេហើយដីឡើងសើមកគុកកគល់ហើយតែចន្ទទីនៅកាំងត្រួយទាំងអស់បាទអត់មានបានផ្លាស់ប្ដូរពីអាត្រួយដែលឲ្យផលគាត់ហើយហ្នឹងគឺវាបដូរមកមានការពេចត្រួយថ្មីសំបីតាមអាត្រួយក៏គាត់អស់ចិត្តដែរបាទអញ្ចឹងបានខ្ញុំបានមកដល់នៅចំការគាត់ហើយពិតជាឃើញនៅសភាពដើមគឺអត់លាស់ត្រួយសំបីតាមអាត្រួយថ្មីបាទអានេះនិយាយដោយបែបនេះតែម្ដងហើយសួរថាជីដាក់ប្រមាណបាទជីធម្មជាតិរបស់គាត់ដាក់ចំនួន3គីឡូក្នុងមួយដើមទៅហើយសភាពដើមប្រព័ន្ធនេះបើយើងគិតអំពីអាយុនៃប្រមាណជា7ទៅ8ឆ្នាំបាទចឹងវា3គីឡូនេះវាសមស្របហើយប៉ុន្តែហេតុអីបានអត់ចេញត្រួយបាទអញ្ចឹងពុកម៉ែបងប្អូនកន្លែងនេះខ្ញុំគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ពុកម៉ែបងប្អូនថាដីស្រុកខ្មែរយើងនៅឆ្នាំ2026នេះក្នុងខ្ញុំជាអ្នកប្រែលទ្ធផលដីបាទមិនថាដីកស៊ូមិនថាដីដំឡូងមិនថាដីកាកាវមិនថាដីម្រេចមិនថាដីចន្ទទីទេដែលពុកម៉ែបងប្អូនបានយកលទ្ធផលទៅត្រួតពិនិត្យតេស្តនៅអគ្គត្រួតពិនិត្យនៃដីនៃរាជធានីភ្នំពេញហើយត្រូវបានយកលទ្ធផលទាំងអស់នោះមកឲ្យខ្ញុំត្រួតពិនិត្យនិងប្រែទៅថាដីនឹងវាខ្វះអីនោះយើងឃើញថាដីសភាពមិនប្រភេទដីសដីលបាយខ្សាច់ដីក្រហមដីលបាយគ្រួសក្រហមទេពេលហាស់ធ្លាក់មកនៅក្រោម5ពុកម៉ែបងប្អូនបាទมันគួរឲ្យជឿទេបាទឬក៏នៅត្រឹម5ដីដែលមានពេលហាស់ដែលម្ចាស់ខ្លួនឯងដែលគាត់ថាមុននឹងគាត់ដាំដំណាំហ្នឹងគាត់បានធ្វើតេស្តពេលហាស់6ចុចជាងតែហេតុអីបានឥឡូវនេះដីវាធ្លាក់ដល់កម្រិតអស់ហ្នឹងបាទខ្ញុំក៏អត់ដឹងដែរគឺជាការតេស្តរបស់លទ្ធផលដីដែលចេញមកអញ្ចឹងយើងចង់និយាយជំរាបជូនពុកម៉ែបងប្អូនថាដីរបស់យើងវាលំហូរដីមកពីកំណកទឹកភ្លៀងឬក៏មជ្ឈដ្ឋានដីដែលនៅជុំវិញយើងគេហៅថាសັບអាមាត្រគ្នាដីនៃតំបន់មួយនេះគឺប្រើប្រាស់នៅសារធាតុគីមីជីអាម៉ូញ៉ាឬក៏ថ្នាំពុលបែបគីមីវាលឺលប់បាទជាពិសេសគឺថ្នាំកម្ចាត់ស្មៅតែម្ដងបាទសួរតែថ្នាំកម្ចាត់ស្មៅប្រើទៅយើងហាមប្រើមិនហាមទេតែយើងប្រើឲ្យមានកម្រិត
ប្រើហើយចេះកែប្រែដីបាទអញ្ចឹងយើងប្រែកែប្រែដីជាមួយនឹងអាស៊ីតដោយវិធីណាបាទគឺម្សៅកបោកសិកម្មឬក៏ម្សៅកបោដែលមានរូបមន្តកាល់ស្យូមកាបូណាតដែលយើងបាចដើម្បីសម្រួលទៅដល់ប្រព័ន្ធឬសម្រួលទៅដល់ដីបាទដីដែលមានជាតិអាស៊ីតគឺជាដីដែលខ្សោះដីដែលហួតហែងដីដែលរឹងក្តាំងដីដែលមិនមានខ្យល់អុកស៊ីហ្សែនគ្រប់គ្រាន់ដីដែលវាពុលអាលុយវិញោមនឹងអាស៊ីតពុលអាលុយវិញោមនឹងដែកដីដែលធ្វើឲ្យឬចន្ទទីរបស់យើងមិនអាចស្រូបយកជីបានកាលណាតែដីអាស៊ីតគឺឬរុក្ខជាតិមិនអាចស្រូបយកជីបានទេបាទជាពិសេសគឺ phosphor និង potassium អញ្ចឹងវាធ្វើឲ្យកកកាំងនៃការលាស់ត្រួយអញ្ចឹងដីរូបនេះដែលយើងចុះមកដែលសភាពដើមដែលមិនមានការបំផ្លាញដោយសត្វល្អិតការបំផ្លាញទៅដោយពពួកបាក់តេរីផ្សិតចង្រៃផ្សេងតែហេតុអីបានអត់លាស់ត្រួយគឺគាត់ប្រើជីតែគាត់អត់ប្រើម្សៅកបោបាទគាត់អត់ប្រើម្សៅកបោហើយខ្ញុំកន្លងមកនេះ2សប្តាហ៍មុនឬក៏3សប្តាហ៍មុននេះសភាពដើមសិតសឹងតែជាលក្ខណៈនៃដើមបែបចំការនេះទាំងអស់តែក្រោយពីគាត់ប្រើម្សៅកបោមកគឺបានលូតលាស់ត្រួយមកជាធម្មតាបាទអញ្ចឹងដើមចន្ទទីចាស់ក៏ពុកម៉ែបងប្អូនឈប់ព្រួយបារម្ភបាទគ្រាន់តែប្រើពពួកម្សៅកបោកសិកម្មដើម្បីជួយហើយប្រើច្រើនទេដីមហត្តាចន្ទទី150ដើម200ដើមនៃពុកម៉ែបងប្អូនដាំញឹកនេះគឺយើងប្រើតែ100គីឡូទេពុកម៉ែបងប្អូនមកបើចែកជាដើមស្មើនឹងមួយដើមដី3ម៉ែត្រជុំវិញគល់នេះគឺប្រមាណជា4ទៅ5ខាំទេអញ្ចឹងវាប្រើអត់ច្រើនទេតែបើសិនជាពុកម៉ែបងប្អូនបានពិនិត្យនឹងតេស្តនៅលទ្ធផលដីដែលកំណត់អាស៊ីតទៀតឲ្យកាន់តែច្បាស់ពុកម៉ែបងប្អូនរឹតតែប្រើទៅចំគោលដៅតែម្ដងមិនថាមួយដើម5គីឡូមិនថាមួយដើមកបោ3គីឡូមិនថាមួយដើមកបោ1គីឡូទេតែវាជួយទៅដល់ការលូតលាស់របស់ដំណាំពុកម៉ែបងប្អូនអញ្ចឹងកន្លែងនេះគឺជាដំណោះស្រាយមួយសម្រាប់ចំណាំចន្ទទីពុកម៉ែបងប្អូនដែលមកដល់ថ្ងៃនេះហើយបាទត្រួយដែលវាមកពីការប្រមូលផលហើយចុងត្រួយចុងស្លឹកដែលមិនមានសភាពសំបីតែលាស់តាមមួយពេជ្រក៏អត់មានដែរនោះគឺពុកម៉ែបងប្អូនដោះស្រាយមួយម្សៅកបោបាទមកគុំត្រឹមតែ4ទៅ5ខាំបើគិតជាផ្ទៃដីមហត្តាប្រមាណជា100ទៅ150គីឡូតែប៉ុណ្្នឹងទេបាទទី2គឺយើងចាប់ផ្ដើមសម្អាតដើមបាទពុកម៉ែបងប្អូនដើមរបស់ដំណាំចន្ទទីរបស់យើងទទួលរងនៅកាកសំណល់ជាច្រើនមិនថាកាកសំណល់អាស៊ីតមកពីទឹកអង្សើមប្រៃមិនថាកាកសំណល់អាស៊ីតមកពីការប្រើប្រាស់ជីថ្នាំបែបគីមីមិនថាកាកសំណល់មកពីទឹកភ្លៀងដែលវាជាប់ជាមួយនឹងសម្បកជាប់ជាមួយនឹងកោសិកាស្លឹកកោសិកាមែកកោសិកាដើមគ្រប់ខ្សាលពើទាំងអស់ដែលវាកកកុញដែលវាធ្វើឲ្យការរាំងស្ទះនិងបង្កើតពពួកផ្សិតបាក់តេរីយ៉ាងไรធ្វើឲ្យដើមវាហួតហែងហើយវាមានសភាពនៅក្នុងការដែលបាត់បង់ជាតិទឹកឬក៏សំណើមពុកម៉ែបងប្អូនបាទគ្រាន់តែប្រើជាមួយ Copper មានតួនាទីទៅកម្ចាត់ពពួកបាក់តេរីយ៉ាងไรនិងព្យាបាលទៅលើជំងឺប្រេះសបកហៀជ័របន្ថែមពីលើនោះទៀតគឺបំពេញសំណើមនិងធ្វើឲ្យសម្បកចន្ទទីរបស់យើងគឺមានសភាពថ្លាហើយមានទឹកដើម្បីទៅចិញ្ចឹមត្រួយឬក៏បញ្ជូនសារធាតុចិញ្ចឹមពីគល់រហូតដល់ចុងត្រួយបាន Copper មានតួនាទីសំខាន់ប្រើប្រាស់ទៅលើដំណាំដែលជួយទៅដល់ការបាញ់លាងសម្អាតនិងការបង្កើតកោសិកាថ្មីបាទអញ្ចឹងដោះស្រាយបញ្ហាទី1កបោកសិកម្មបាចនឹងដីបាទទី2គឺបាញ់លាងដើមបាទអញ្ចឹងសំខាន់ណាស់ពុកម៉ែបងប្អូនបាទបើសភាពបែបនេះហើយពុកម៉ែបងប្អូនចង់ឲ្យលាស់ត្រួយឲ្យទាន់រដូវកាលសភាពការនៅក្នុងការយកផ្កាផ្លែនៅដើមខែ10ឬក៏យើងនឹងបាញ់បង្កផ្កាកកំពុំផ្កានៅដើមខែ10និងទាញផ្កានៅខែ11ពុកម៉ែបងប្អូនបាទអាចបាញ់ពពួកហ៊ុយមិចអាស៊ីតជាមួយនឹងជីត្រីបាទឬក៏ជីធម្មជាតិទឹកបាទទៅលើគល់ឲ្យបានម្ដងឬក៏2ដងខ្ញុំនឹងសង្ឃឹមហើយនឹងជឿជាក់ទៅលើពុកម៉ែបងប្អូននឹងដោះស្រាយបញ្ហានៅក្នុងការលាស់ត្រួយថ្មីឬក៏កាំងត្រួយនេះគឺអស់បារម្ភទៀតហើយបាទអញ្ចឹងคลิปមួយនេះគឺចង់ជំរាបជូនពុកម៉ែបងប្អូននៅប៉ុណ្ណឹងសម្រាប់ដើមម្ដៅនេះហើយដោះស្រាយបញ្ហាដែលអត់ទាន់លាស់ត្រួយហើយចង់ឲ្យមានចន្ទទីលាស់ត្រួយដើម្បីឲ្យវាមានកម្លាំងនឹងការដុះកោសិកាថ្មីហើយបន្តទៅក្នុងការដែលលាស់ត្រួយដើម្បីយកផ្កានៅខែ10ឬក៏ខែ11នេះពុកម៉ែបងប្អូនគ្រាន់តែធ្វើ2ចំណុចនេះឲ្យខានដាច់ខាតគឺត្រូវតែធ្វើហើយពុកម៉ែបងប្អូនមានព័ត៌មានឬក៏សង្ស័យនៅមិនច្បាស់នៅចំណុចណាអាចតាក់ទងរូបខ្ញុំបានផ្ទាល់លេខដែលមានលើអេក្រង់ស្រាប់បាទសូមអរគុណ